មនាលអនន្តក្រែងតថាគតប្រាប់អ្នកជាមុនហើយយ៉ាងនេះថាសេចក្តីប្រត់ប្រាស់សេចក្តីវិនិច្ឆ័យសេចក្តីប្រែប្រួលចាកសត្វនិងសង្ខារជាទីស្រឡាញ់ជាទីពេញចិត្តទាំងអស់តែងមានជាធម្មតាមនាលអនន្តព្រោះហេតុនោះបុគ្គលគប្បីបាននៅសេចក្តីទៀងទាត់មិនប្រត់ប្រាស់ក្នុងខន្ធៈប្រវត្តិនេះអំពីទីណាធម្មជាតិណាកើតឡើងហើយមានហើយសង្ខារតតែងហើយតែងមានសេចក្តីវិនិច្ឆ័យទៅជាធម្មតាធម្មជាតិនោះឯងបុគ្គលនឹងពោលថាកុំវិនិច្ឆ័យដូច្នោះហេតុនោះមិនមានឡើយមនាលអនន្តមួយទៀតធម្មជាតិណាដែលតថាគតទាត់ចោលហើយខ្ជាក់ចោលហើយជំរុះចោលហើយលះបង់ចោលហើយបន្សាត់បង់ចោលហើយអាយុសង្ខារតថាគតដាក់ចុះហើយវាចាតថាគតពោលដោយពិតថាបរិនិព្វាននៃតថាគតមិនយូរឡើយកន្លង3ខែអំពីថ្ងៃនេះទៅតថាគតនឹងបរិនិព្វានហើយតថាគតនឹងត្រឡប់មកកាន់ធម្មជាតិនេះវិញទៀតព្រោះហេតុនៃជីវិតប៉ុណ្ណោះហេតុនោះមិនមានឡើយសូមជ្រះថ្លាអនុមោទនា